Ok, số đây chẳng dương to mê riêng tiết dương ban mà đo vẽ organ chord á chẳng dương cho từ add pattern mùi tiền máu dương bố hay dương thay phiến organ đó O-R-G-A-N-T organ ta máu dương o pattern organ thì lẽ ở trong tôm cho mùi nâng 30 channel màu hay ô về là bạn này nâng mất á ta mà tiết dương cho là tôi can là pattern vế hay dương cho can generate hay dương add ឧបករណ៍ organ ប៉ុន្តែឧបករណ៍ organ ខ្ញុំបាន add រួចហើយបងប្អូនអត់ត add បងប្អូន add ចឹងមកហើយយក organ ដែលបងប្អូនមានមកណាហើយ organ នេះខ្ញុំប្រើនៅក្នុង contact មានឈ្មោះថា D organ D50 ណាហើយ library វាគឺបែបនេះនៅណាទេនេះមួយនេះគឺ D50 បាទនៅណា D50 បាទនេះ D50 ចឹងខ្ញុំប្រើមួយហ្នឹងហើយ organ ហ្នឹងក៏ខ្ញុំបានដក reverb zin វាចេញដែរដោយសារយើងយកវាយកមកប្រើជា organ chord ចឹងយកត្រូវការ reverb វាជ្រៅពេកទេ hall វាខ្លាំងពេកទេចឹងខ្ញុំដកវាចេញខ្ញុំ add reverb ថ្មីដែលជា reverb របស់ FL របស់យើងដើម្បីសួរកំណត់វាចឹងណាអូខេតោះចឹងយើងចូលទៅរៀប organ chord ទាំងអស់គ្នាបាទអញ្ចឹងចំពោះ organ កាលណាយើងមាន piano chord ហើយបែបនេះហើយគឺយើងស្រួលទេយើងគ្រាន់តែទៅ copy piano ពី piano chord នេះមកហើយយើងយកមកតម្លាក់នៅក្នុង pattern organ នេះមកតាអញ្ចឹងយើងចូលទៅ copy យើងចុចលើ pattern piano មកបាទអញ្ចឹងវា select ឲ្យហើយយើងក៏ចូលទៅកាន់ generate យើងអូសមកក្រោមមកយើងឃើញហើយណា piano របស់យើងបន្តមកទៀតយើង copy មកបាទ copy រួចហើយយើងចូលមកកាន់ pattern organ វិញអញ្ចឹងវា select លើ pattern organ ហើយយើងចូលមកកាន់ generate ដើម្បីផាសវាហើយយើងយកឈ្មោះ organ មកណាទៅផាសលើឧបករណ៍ organ ដែលយើង add មុនហ្នឹងមិញអញ្ចឹងខ្ញុំផាសនៅនេះបាទអញ្ចឹងផាសមកវាចេញមកអូតូណាបាទប៉ុន្តែយើងត្រូវការទាញវាចេញមកហើយកាត់អាមុខចេញបន្តមកទៀតយើងចូលទៅ edit វាណាដើម្បីយើងអត់ដើរវាដូច piano ទេយើងលេងវាឲ្យខុសពី piano បាទអញ្ចឹងយើងអូសវាមកអានេះយើងអូសវាវែងពីណាបន្ថែមតែវែងវាអញ្ចឹងមកបាទបងប្អូនមើលតាមហ្នឹងមកហើយរៀនចំណាំកាឡារៀនអីទៅអត់តាន់ឡៃណាអាចឆាតស៊ូខ្ញុំនៅក្នុង Telegram group ដែលខ្ញុំបង្កើតមកបានឬក៏អាចជា comment នៅខាងក្រោមវីដេអូមកពេលខ្ញុំទៅនេះខ្ញុំចូលមើលខ្ញុំឆ្លើយតបជូនអូខេតោះយើងស្ដាប់តិចមើលចំពោះកន្លែងដែលគេ rose score នេះយើងមិនបាច់ចាំឲ្យវាវែងទេយើងចូលតែមកប៉ាត់មកបានណាអូខេតោះអញ្ចឹងយើងទៅស្ដាប់រួមទាំងអស់គ្នាជាមួយនឹងឧបករណ៍ផ្សេង
ok chẳng cho mấy việc organ chord របស់យើង